ជិះទៅស្រុកទៅមកឃើញរហូតបងប្អូនហើយឃើញបឹងមួយស្អាតមានកញ្ចុះមានអីអញ្ចឹងនៅផ្លូវក្រវ៉ាត់ក្រុងទី3ណាហើយអត់ដឹងថាស្អីគេដល់ពេលចូលមកមិនដឹងអូលយមែនតើនៅខាងក្នុងនេះមានតាំងពីកញ្ចុះសម្រាប់យើងលេងអង្គុយលេងញ៉ាំអីមានតាំងពីកន្លែងលេងទឹកសម្រាប់ក្មេងៗបងប្អូនមានក្មេងតូចៗហើយទីធ្លាគេនៅខាងក្នុងហ្នឹងគឺធំណាបងប្អូនមានកន្លែងលេងបើយើងដើរមកចុកជើងដែរហ្នឹងណាមើលសូម្បីតែក្មេងៗក៏គាត់មកលេងច្រើនដែរដោយសារបងប្អូនគេនាំក្មេងៗនាំកូនៗហ្នឹងមកលេងហើយកញ្ចុះនៅទីនេះវិញគឺ fresh មែនតើបងប្អូនដោយសារមានបឹងអញ្ចឹងខ្យល់មកលហៀកហើយកាត់មាត់ទឹកអញ្ចឹងណាវាជះអាកាសធាតុទឹកហ្នឹងមកធ្វើឲ្យយើងត្រជាក់ត្រូវខែនេះធ្លាក់ខ្យល់លហើយទៀតអូត្រជាក់មែនតែម្ដងហើយមើលអាងទឹកគេសម្រាប់ក្មេងៗលយរបស់គេណាគាត់ថាសបុតហ្នឹងដូចជាម្នាក់$5សម្រាប់ក្មេងៗចូលទៅលេងប៉ុន្តែសម្រាប់ចូលលេងកន្លែងកំសាន្តនេះវិញគឺអត់មានអស់លុយអីទេបងប្អូនផ្ញើតែមកចូលផ្ញើដុល្លារនៅខាងក្រៅហ្នឹងទៅបងប្អូនចូលទៅទិញកាហ្វេមួយកែវទៅឬក៏មិនទិញក៏មិនអីទេដើរមើលគេទិញអីញ៉ាំនៅក្នុងហ្នឹងទៅហើយនៅក្នុងហ្នឹងក៏គេមានសត្វដែរបងប្អូនសត្វប្រគួយសត្វអីអញ្ចឹងទៅតែខ្ញុំអត់បានថតទេដោយសារពេលច្រើនខ្ញុំបង្ហោះតែដ្រូនពីលើមើលតែទេសភាពធំធេងពីលើអាកាសអញ្ចឹងណាអត់សូវបានថតទូរស័ព្ទដៃនៅខាងក្រោមហើយមើលកន្លែងនេះវិញបឹងគេមានទូកបែបទូកឈើយើងពីដើមហ្នឹងហើយចាស់ហ្នឹងគេយកមកដេកស្អាតមែនទែនហើយយើងក៏អាចជិះទាទឹកជិះអីបានដែរនៅកន្លែងហ្នឹងណាដោយសារគេមានទាទឹកច្រើនសម្រាប់ឲ្យយើងជិះហើយនៅម្ដុំកន្លែងទាទឹកហ្នឹងគេមានប្រឡោះមួយសម្រាប់យើងបាច់ត្រីបងប្អូនត្រីធំណាយើងទិញតែចំណីមកយើងអាចបាច់ត្រីនៅម្ដុំហ្នឹងបានហើយកន្លែងថតរូបទៀតក៏ច្រើនដែរហើយបើទេសភាពវិញគឺថាចូលទៅដល់ហ្នឹងគឺត្រជាក់ស្រូបតែម្ដងបងប្អូនដោយសារគេមានដើមឈើច្រើនគ្របដណ្ដប់នៅទីធ្លាទាំងអស់ហ្នឹងតែម្ដងអញ្ចឹងធ្វើឲ្យវាត្រជាក់ស្រួលស្រស់ស្រាយមែនតើហើយប្លែកមែនតើបងប្អូនទាំងអស់គ្នាដែលនៅកន្លែងហ្នឹងមានឈ្មោះថា Amazon Resort ដែលនៅជាប់នឹងផ្លូវក្រវ៉ាត់ក្រុងទី3ហ្នឹងតែម្ដងបងប្អូនតែងតែជិះឃើញកាត់អ្នកខ្លះក៏ធ្លាប់ចូលអ្នកខ្លះក៏មិនធ្លាប់ចូលហើយមើលទៅដើមឈើម្លប់គេបងប្អូនម្លប់ស្រួលមែនតើយើងអាចអង្គុយលេងនៅលើបឹងហ្នឹងដោយមិនគិតថ្លៃតែម្ដងអញ្ចឹងបងប្អូនចុងសប្តាហ៍នេះទំនេរអាចទៅបាន Amazon Resort នៅជាប់ផ្លូវក្រវ៉ាត់ក្រុងទី3ខ្ញុំជឿថាអ្នកខ្លះប្រកាសជាជិះកាត់តែអត់បានចូលទេអញ្ចឹងបើតែបានចូលទេចាំការជិះកាត់ទៅកាត់មកដូចអត់ចូលសោះសាកចូលម្ដងទៅបងប្អូនទិញកាហ្វេមួយកែវគេញ៉ាំនៅក្នុងហ្នឹងទៅដើម្បីជួយ support នៅការចំណាយផ្សេងរបស់ម្ចាស់កន្លែងនេះអញ្ចឹងណាហើយបងប្អូនប្រកាសជាចង់ដឹងថាម្ហូបអាហារនៅទីហ្នឹងតម្លៃយ៉ាងម៉េចដែរតាមដែលខ្ញុំមើលឃើញថ្លៃម្ហូបអាហារនៅទីហ្នឹងរៀងខ្ពស់ដែរបងប្អូនរៀងថ្លៃគួរសមអាចថាចាប់ពី$10ឡើងទៅដែរអញ្ចឹងណាអញ្ចឹងបងប្អូនដែលមានកម្រិតថវិកាដែលអាចគាត់ញ៉ាំបានគាត់ញ៉ាំទៅបងប្អូនតែមិនញ៉ាំទេមើលតែទេសភាពទិញអីទិញទួចញ៉ាំក៏បានដែរអរគុណវីដេអូខ្លីមានតែប៉ុណ្្នឹងទេកុំភ្លេចចុច follow ម្នាក់មួយ